បាទបងប្អូនជិះដើរលេងទាំងអស់គ្នាថ្ងៃនេះខ្ញុំជិះម្ដុំជើងឯកវត្តខាងជើងឯកខាងស្រាក់មន្ទីរជើងឯកហើយខ្ញុំចេញមកគឺចេញពីខាង60ម៉ែត្រទេខ្ញុំជិះ60ម៉ែត្រ Eon 3ណាជិះដើរលេងពេលល្ងាចហើយក៏ថតចែកជូនបងប្អូនតាមដានទេសនាទាំងអស់គ្នាទៅហើយអ្នកដែលអរគុណបងប្អូនដែលបានតាមដានឬក៏គាំទ្រវីដេអូកន្លងមកហើយនេះដោយសារតាមផ្លូវភូមិឬក៏អីចឹងទៅវាមានផ្សារមានអីហើយខ្ញុំចង់បង្ហាញនេះគឺខ្ញុំចង់បង្ហាញទស្សនវិជ្ជានៅបែកខាងត្បូងវត្តធានីភ្នំពេញហ្នឹងមានខាងជើងឯកក៏ដូចជាខាង Eon 3 60ម៉ែត្រអីហ្នឹងខ្ញុំជិះពេលល្ងាចជិះចាប់អារម្មណ៍ថតចែកជូនមកម៉ែពុកម៉ែបងប្អូនតាមដានទេសនាបងប្អូនទាំងអស់គ្នានៅទីនេះគឺនៅម្ដុំផ្លូវ60ម៉ែត្រហើយដីនៅម្ដុំនេះគឺនៅទន្លេច្រើនហើយនៅផ្លូវថ្មីក៏នឹងចិត្តបង្កើតឡើងដែរហើយឃើញខាងទីទៀតនេះវាជាមានផ្លូវតភ្ជាប់ទៅខាងផ្លូវជាតិលេខ2ឬក៏ទៅខាងទឹកខ្មៅច្រើនហើយខ្ញុំថ្ងៃនេះខ្ញុំជិះមកហ្នឹងក៏ឃើញគេធ្វើផ្លូវមួយតែផ្លូវនេះក៏មិនតន់ធ្លុះទេទៅមុខនេះគឺប្រហែលជាអាចនឹងទៅទឹកខ្មៅហើយប៉ុន្តែផ្លូវនេះបើតាមខ្ញុំមើលជាក់ស្ដែងគេប្រហែលជាតែចាក់បានតិចតួចទេមិនតន់បានច្រើនទេហើយបើត្រឡប់ទៅខាងនោះគឺខាង60ម៉ែត្រទីទៀតទៅតំបន់នេះខ្ញុំគិតថានឹងคล้ายជាតំបន់ដែលគេធ្វើអគារខ្ពស់ច្រើនហើយបើយើងសម្លឹងទៅខាងត្បូងវិញយើងឃើញមានចាប់ផ្ដើមគេសាងសង់សំណង់ផ្សេងshowroom របស់កន្លែងលក់ឡានឬក៏អីជាច្រើនហើយក្រុមហ៊ុន BYD ហ្មងក៏នៅលើផ្លូវនឹងដែរហើយល្ងាចនេះគឺស្ងាត់មែនតើអញ្ចឹងឃើញផ្លូវនេះក៏ថតចែកជូនបងប្អូនអ្នកដែលតាមដានទស្សនានឹងបានស្គាល់ហើយពេលល្ងាចអញ្ចឹងគឺមានសំឡេងសត្វយំអីពេញនឹងឡើយតែតិចទៀតទៅប្រហែលជាលែងមានទស្សនវិជ្ជាហ្នឹងហើយអ្នកបើសិនជាសេដ្ឋកិច្ចយើងរីកចម្រើនទៅមុខប្រហែលជាតំបន់នេះគឺសិតតែអគារខ្ពស់ហើយបើយើងសម្លឹងមើល zoom ទៅនោះគឺជាផ្សារ Eon 3ប្លុកនេះបើខ្ញុំដឹងគឺពីមុនប្រហែលជាសិតតែជាបឹងទេប៉ុន្តែឥឡូវប្រហែលជាមានកម្មសិទ្ធិដីធ្លីទាំងអស់ហើយទៀតទៅមានផ្លូវតភ្ជាប់ទៅខាងផ្លូវជាតិលេខ2ក៏ដូចជាស្ពានឆ្លងទន្លេបាសាក់ថ្មីហ្នឹងរត់តែអ៊ូអទៀតនៅតំបន់នេះបាទឥឡូវនេះខ្ញុំជិះចេញពីផ្លូវហ្នឹងមកវិញឆ្ពោះទៅខាងផ្លូវ60ម៉ែត្រវិញដើម្បីឆ្ពោះទៅខាង Eon ហើយក៏នឹងបន្តជិះតាមផ្លូវក្បែរ Eon ហ្នឹងដើម្បីឆ្ពោះទៅកាន់ជើងឯកហើយក៏ថតបង្ហាញអំពីការសាងសង់របស់បុរីពិភពថ្មីដែលគេធ្វើមានខុនដូក៏ដូចជាមានសពហៅអីទល់មុខខាង Eon តែម្ដងហើយចាំមើលគេបានសាងសង់ដល់ណាហើយព្រោះធ្លាប់តែជិះធ្លាប់តែឃើញគេផុសអីចឹងណាឥឡូវទៅមើលគេសាងសង់នឹងរបៀបម៉េចអញ្ចឹងតាមដានទេសនាវីដេអូនឹងទាំងអស់គ្នាបងប្អូនឥឡូវមុននឹងមកដល់ហ្នឹងគឺដូចជាបុរីខាងជីបម៉ុងឥឡូវនេះឃើញមានឃ្លាំងចិនគេលក់អីវ៉ាន់អីផ្សេង
ហើយនេះឃើញមានផ្សារមានអីគេនេះតែបែបជាខាងរបស់ចិនហ្នឹងដូចជាមានឃ្លាំងមានអីនៅចិត្តបូរីជីមុងផ្លូវ60ម៉ែត្រហ្នឹងតែម្ដងហើយបើយើងទៅមុខទៀតគឺដល់ខាង Eon 3 Eon 3ហ្នឹងគឺស្ថិតនៅលើជាប់ផ្លូវ60ម៉ែត្រហ្នឹងតែម្ដងហើយបើបងប្អូនធ្វើដំណើរទៅពលានអាចមកជិះឡានក្រុងមុខ Eon 3ហ្នឹងក៏មានចំណតឡានក្រុងដែរហើយជិះទៅគឺទៅដល់ពលានយន្តហោះថ្មីឯងអស់តាមម្នាក់1500ឯងអានេះលើកទឹកចិត្តបងប្អូនដែលថាបើផ្ទះនៅឆ្ងាយណានៃអីចឹងទៅខ្លាចជិះឡាននឹងចំណាយលុយច្រើននេះអាចជិះមកត្រឹមតែមុខ Eon ទៅហើយចម្លើងឡានក្រុងទៅមានជើងឡានក្រុងទៅដល់ខាងពលានយន្តហោះថ្មីតែម្ដងចឹងបើអ្នកទៅការធ្វើដំណើរឲ្យអាចមកទៅនឹងបានឡើងពីនឹងទៅយើងឡើងទៅ Eon 3តែម្ដងឡើងទៅពលានហោះថ្មីតែម្ដងហើយ Eon 3នេះឥឡូវមនុស្សច្រើនដោយសារមនុស្សចេះតែមកនៅចិត្តនឹងមានផ្ទះមានភូមិឋានមានអីគេទៅឬក៏ពេលដែលផ្សាយអាទិត្យឬក៏អីហ្នឹងមនុស្សច្រើនមកដល់ shopping ទិញអីវ៉ាន់ទិញអីហូបអីចឹងទៅមានហាងកាហ្វេមានអីចឹងទៅហើយយើងបត់ឆ្វេងបើបត់ស្ដាំឃើញផ្លូវហ្នឹងគឺខាងគេកំពុងតែសាងសង់ហើយបើខ្ញុំមើលប្រហែលជានឹងអាចទៅដល់ម្ដុំស្ពានឆ្លងទន្លេថ្មីពីចាក់រ៉ែទៅដល់ព្រែកប្រានៅខាងច្បារអំពៅចាំមើលខ្ញុំនឹងជិះទៅមើលកន្លែងគេសាងសង់ខុនដូឲ្យបងប្អូនមើលនៅស្ដាំដៃហ្នឹងគឺជាគម្រោង shop house ទេប៉ុន្តែបើនៅក្រោយហ្នឹងគឺ condo ហើយ condo របស់បរិយាភពថ្មីគេកំពុងតែសាងសង់ហើយទីតាំងនៅទីនេះគឺចិត្តល្អព្រោះនៅកណ្ដាលក្រុងតែម្ដងគឺគេដាក់តម្លៃចាប់ពី36,800ទៅហើយយើងអាចបង់ប្រចាំខែអត់មានការប្រាក់អីចឹងទៅខុនដូនេះដូចតម្លៃរៀងគួរសមដែរមិនថ្លៃទេ30,000ជាងហើយនៅដល់កដាលក្រុងតែម្ដងហើយខ្ញុំនេះឃើញគេកំពុងតាលាយស៊ីម៉ង់លាយអីណាឃើញមាន SK មានឡានថ្មឡានអីចូលឈរមើលគេហ្នឹងក៏យើងជក់ដែរឃើញឡានជោគហ្នឹងជោគស៊ីម៉ង់ជោគខ្សាច់ជោគអីចូលទៅក្នុងម៉ាស៊ីនគេលាយបេតុងនៅនឹងតែម្ដងហើយជាសាងសង់ត្រូវការប្រើពេលច្រើនអញ្ចឹងបានគេព្យាយាមធ្វើកន្លែងលាយកន្លែងហ្នឹងមកទៅដើម្បីកុំឲ្យការធ្វើដំណើរដឹកបេតុងដឹកអីមកវាចរាចរណ៍វាអីចឹងរៀបចំនៅនឹងមកក៏ស្រួលដែរហើយឃើញគេលាយគេអីសាងសង់នៅនឹងតែម្ដងគួយមើលនៅនឹងមកស្ទុះដែរក៏ឃើញចូលចិត្តមើលគេធ្វើសាងសង់ចឹងក៏ឈប់មើលទៅហើយគ
គម្រោងប្រភពថ្មីនេះខុនដូឃើញទៅឥឡូវច្រើនកន្លែងណាឲ្យតែមានដីធំគាត់សង់ខុនដូហើយបើសិនជាពីមុនឃើញតែយើងធ្វើផ្ទះល្វែងទេគម្រោងពិភពថ្មីគឺពីច្រើនផ្ទះល្វែងហើយឥឡូវនេះគេចាប់ផ្ដើមដូរ concept ដូរបែបបទនៃការរស់នៅមកជាលក្ខណៈ condo វិញអញ្ចឹងនៅកន្លែងគម្រោងមួយហ្នឹងក៏ចាប់ផ្ដើមធ្វើជា condo ហើយប្រជាជនយើងក្មេងៗចំនួនក្រោយក៏ចាប់ផ្ដើមងាកពីការនៅជាផ្ទះល្វែងទៅជា condo ទៅនៅជាការរស់នៅបែបជា condo វិញអញ្ចឹងដែរអញ្ចឹងបើសិនជាមានដីធំនៅក្នុងក្រុងគេនឹងលែងធ្វើជាផ្ទះល្វែងនេះមុនហើយគេសាងសង់ជា condo តែម្ដងហើយទីតាំងនេះគឺល្អបងប្អូនដោយសារនៅជិត Eon 3ហើយនេះខ្ញុំក៏ជិះមកផ្លូវខាងលិចហើយខាងជើង Eon ហ្នឹងផ្លូវនេះបុកទៅត្រង់ទៅដល់ម្ដុំសារមន្ទីរជើងឯកហើយយើងកាត់ដល់ផ្លូវខាងចកាដូងខាងអីបន្តទៀតសារកន្លែងនេះគេអត់ទាន់មានសាងសង់ឬអីចឹងឃើញខាងមានអ្នកមកអង្គុយលេងមកលំហែកាយអីនៅកន្លែងនេះច្រើនដោយសារនេះវាលហហេវអីចឹងទៅហើយពីមុនប្រហែលជាកន្លែងដែលគេដាំតកួនទាំងអស់ហ្នឹងប៉ុន្តែគាត់ថាឥឡូវក្រុងរិចទៅគេចេះតែចាក់ដីចាក់អីឲ្យខ្ពស់សាងសង់សំណង់អីផ្សេងអញ្ចឹងណាបងប្អូនមានគេមកអង្គុយលេងកំសាន្តអីនៅនឹងតែម្ដងនៅក្នុងក្រុងឥឡូវចង្អៀតបងប្អូនចាប់ដើមចង្អៀតហើយចាប់ដើមមានភាពស្កេកស្កាយើងមើលទៅឃើញស្កេកស្កាឃើញអីចឹងយើងក៏ភាគច្រើនមិនចង់នៅក្រុងអីទៀតទេមកចូលតែមកកាន់តែឆ្ងាយទៅមកជាក្រុងអីចេះក៏វារៀងមួយយ៉ាងបងប្អូនបើផ្លូវកន្លែងនេះគេមិនតន់ធ្វើមាននៅរៀងពិបាកតិចតែផុតហ្នឹងទៅដូចជាស្រួលហើយបងប្អូនអាចធ្វើដំណើរធ្វើអីបានហ្នឹងហើយបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេចែកជូនបងប្អូនទស្សនានាពេលរាត្រីហើយអាចមើលលេងទៅព្រោះទីទៀតបានខ្ញុំមានវីដេអូទៅតាមខេត្តផ្សេងក៏ដូចជាទីទៀតនឹងមានវីដេអូនៃការធ្វើដំណើរឡើងភ្នំអូរ៉ាល់អីហ្នឹងខ្ញុំនឹងដាក់ចូលក្នុង channel ខ្ញុំហើយបងប្អូនអាចតាមដានទស្សនាបានទាំងអស់គ្នា